ដំលោកជំទាវអស់លោកស្រីបងប្អូនជនពិការលោកគ្រូអ្នកគ្រូគួយសិស្សសាស្ត្រសិស្សនិស្សិតទាំងអស់ជាទីស្រឡាញ់ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរាយដែលបានមកចូលរួមជាមួយឯកឧត្តមលោកជំទាវលោកស្រីបងប្អូននិងគួយពិការលោកគ្រូអ្នកគ្រូសិស្សនិស្សិតទាំងអស់នៅក្នុងឱកាសប្រពៃទិវាជនពិការកម្ពុជាលើកទី15និងទិវាជនពិការអន្តរជាតិលើកទី31ឆ្នាំ2013ដែលជាទិវាមួយដ៏មានសារៈសំខាន់នេះការប្រពៃទិវាជនពិការនៅក្នុងឆ្នាំនេះធ្វើឡើងក្រោមប្រធានបទលុបបំបាត់ឧបសគ្គនានានិងផ្ដល់ឱកាសដល់ជនពិការដើម្បីសង្គមមួយសម្រាប់យើងទាំងអស់គ្នាដែលប្រធានបទនេះនឹងចុចចំបញ្ហាគន្លឹះទាំងឡាយរបស់ជនពិការហើយនឹងធ្វើឲ្យយើងគ្រប់គ្នាកាន់តែយកចិត្តទុកដាក់ខ្លាំងឡើងខ្លាំងថែមទៀតដល់ពួកគេពិធីនេះក៏បានរៀបចំឡើងស្របពេលនឹងការប្រកាសបង្កើតក្រុមការងារសកម្មភាពជនពិការតាមក្រសួងស្ថាប័ននិងក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់រាជធានីខេត្តដែលអាចចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតនៃវិស័យពិការភាពដែលនឹងរួមចំណែកបង្កើតជាឧត្តមប្រយោជន៍ដល់បងប្អូនជនពិការកម្ពុជាយើងជាការពិតគោលបំណងនៃពិធីនាថ្ងៃនេះគឺដើម្បីបង្ហាញអំពីការបញ្ញាឆន្ទៈបន្តឆន្ទៈនៃការបញ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការអនុសញ្ញាស្តីពីសិទ្ធិជនពិការដែលកម្ពុជាបានផ្ដល់សច្ចាប័នកាលពីថ្ងៃទី20ខែធ្នូឆ្នាំ2012កន្លងទៅនិងបានចូលជាធរមាននៅថ្ងៃទី19ខែមករាឆ្នាំ2013នេះជាងនេះទៅទៀតយើងពិតជាមានមោទនភាពដែលព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសទី1ក្នុងចំណោមប្រទេសជាសមាជិករបស់គណៈកម្មការអង្គការសហប្រជាជាតិផ្នែកសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានអនុម័តលើទស្សវត្សជនពិការប្រចាំអាស៊ីនិងប៉ាស៊ីហ្វិកឆ្នាំ2013-2022យុទ្ធសាស្ត្រអ៊ីឈុនធ្វើឲ្យសិទ្ធិคล้ายជាការពិតជាក់ស្ដែងយុទ្ធសាស្ត្រនេះត្រូវបានទទួលស្គាល់ថាជាកិច្ចព្រមព្រៀងថ្នាក់តំបន់លើកដំបូងដែលមានគោលដៅអភិវឌ្ឍរួមបញ្ចូលផ្នែកពិការភាពនិងជាផែនទីចង្អុលផ្លូវសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការលើកកម្ពស់ជីវភាពនិងសិទ្ធិជនពិការប្រមាណ650លាននាក់នៅក្នុងតំបន់ដោយឡែកទិវាជនពិការអន្តរជាតិត្រូវបានប្រារព្ធឡើងដើម្បីរំលឹកពីការតស៊ូដែលមានសហរដ្ឋអាមេរិកនិងអឺរ៉ុបទាមទារសិទ្ធិចូលរួមក្នុងសង្គមរបស់ជនពិការប្រមាណជាង5លាននាក់នៅក្នុងពិភពលោកនៅក្នុងទសវត្សរ៍1950ដែលពួកគេជាជនបាត់បង់កាយសម្បទាកាយវិញ្ញាណនិងសតិបញ្ញាហើយតែងតែជួបប្រទះនៅឧបសគ្គរារាំងក្នុងជីវិតក្នុងន័យនេះពួកគេចង់បានការផ្លាស់ប្ដូរនៅស្ថានភាពរស់នៅនិងបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយអំពីបញ្ហាពិការភាពដោយផ្ដោតសំខាន់លើសិទ្ធិជនពិការការធ្វើសមាហរណកម្មជនពិការទៅក្នុងគ្រប់សកម្មភាពនយោបាយសេដ្ឋកិច្ចសង្គមនិងវប្បធម៌ទន្ទឹមនេះព្រះរាជាណាចក្រកម្ពុជា
ប្រពៃទិវាជនពិការនេះឡើងក៏ដើម្បីរំលឹកអំពីមហាវិនាសកម្មនៃរបបបល្ល័ង្កពុយសាសន៍ប៉ុល ពត ដែលបានបន្សល់ទុកនៅផលវិបាកជាច្រើនក្នុងនោះរួមមានស្ត្រីមេម៉ាយកុមារកំព្រានិងជនពិការព្រមទាំងក្របមាននិងកាកសំណល់ជាតិយ៉ាងច្រើនមិនជាតិផ្ទុះយ៉ាងច្រើនដែលនៅសល់ពីសង្គ្រាមក្រោយពីថ្ងៃរំដោះ7 មករា 1979 ក្នុងដំណើរការស្ដារប្រទេសជាតិឡើងវិញពីគំនរផេះផង់ដោយបាត់ដៃទទេទោះជាប្រឈមមុខចំពោះការលំបាកជាច្រើនក៏រដ្ឋាភិបាលបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខុមាលភាពប្រជាជនជាពិសេសជនពិការដែលជាជនងាយរងគ្រោះនៅក្នុងសង្គមតាមរយៈកិច្ចខិតខំប្រឹងប្រែងនេះសុខុមាលភាពជនពិការត្រូវបានធ្វើឲ្យប្រសើរឡើងជាជំហានស្របតាមដំណើរការនៃការអភិវឌ្ឍប្រទេសជាតិឆ្លៀតក្នុងឱកាសនេះខ្ញុំសូមសម្ដែងការកោតសរសើរចំពោះក្រុមប្រឹក្សាសកម្មភាពជនពិការក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាក្រសួងស្ថាប័នពាក់ព័ន្ធមូលនិធិជនពិការអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិព្រមទាំងដៃគូអភិវឌ្ឍនានាដែលបានចូលរួមសហការអនុវត្តការងារពាក់ព័ន្ធវិស័យពិការភាពរហូតបានលទ្ធផលគួរឲ្យកត់សម្គាល់ជាមួយនេះខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលសម្រេចបាននាពេលកន្លងមកដូចជាកម្មវិធីបង្ការពិការភាពដល់ប្រជាជនគ្រប់រូបការផ្ដល់ថ្នាំការពារជំងឺដែលនាំឲ្យមានពិការភាពការព្យាបាលតាមវិធីវិទ្យាសាស្ត្រការព្យាបាលដោយចលនាការអប់រំកាយសម្បទាការងារដោះវីននិងការងារជួយជនពិការដោយសារមីតការពង្រឹងការអនុវត្តនិងការបង្កើនវិធានការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកព្រមទាំងការធ្វើសមាហរណកម្មជនពិការទៅក្នុងសង្គមជាតិជាដើមលទ្ធផលទាំងអស់នេះជាសក្ខីភាពបង្ហាញអំពីការយកចិត្តទុកដាក់ក្នុងការបង្ការពិការភាពការគ្រប់គ្រងនិងលើកទឹកចិត្តដល់បងប្អូនជនពិការសម្ដៅលើកកម្ពស់សិទ្ធិជនពិការស្ដារលទ្ធភាពពលកម្មជំរុញឲ្យមានការដាក់បញ្ចូលនិងការចូលរួមរបស់បងប្អូនជនពិការទៅក្នុងការងារអភិវឌ្ឍសង្គមសេដ្ឋកិច្ចព្រមជាមួយនេះកម្ពុជាក៏បានបង្កើតក្រុមប្រឹក្សាសកម្មភាពជនពិការទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្រុមការងារសកម្មភាពជនពិការតាមក្រសួងស្ថាប័នដើម្បីជំរុញការអនុវត្តច្បាប់លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនិងពិការភាពអនុសញ្ញាស្តីពីសិទ្ធិជនពិការនឹងបានត្រៀមខ្លួនរួចជាស្រេចដើម្បីសរសេររបាយការណ៍របស់រដ្ឋភាគីទៅអង្គការសហប្រជាជាតិស្តីពីវឌ្ឍនភាពដែលសម្រេចបានលើកិច្ចការពិការភាពក្នុងរយៈពេល2 ឆ្នាំបន្ទាប់ពីអនុសញ្ញានេះបានចូលជាធរមាននិងរបាយការណ៍ជាបន្តទៀតចំពោះមុខនេះកម្ពុជាបានត្រៀមជាស្រេចក្នុងកិច្ចសហការជាមួយគណៈកម្មការអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការគៀងគររាល់ការឧបត្ថម្ភគាំទ្រដើម្បីអនុវត្តទស្សវត្សជនពិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ2013-2022យុទ្ធសាស្ត្រអេងជន់ធ្វើឲ្យសិទ្ធិคล้ายជាជនទៅធ្វើឲ្យសិទ្ធិคล้ายជាការពិតក្នុងស្មារតីជំរុញការអនុវត្តឲ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅថែមទៀតកម្ពុជាបាននឹងកំពុងរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ2014-2018ដែលបានធ្វើសមាហរណកម្មពីពិការភាពទៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលជាក់ស្ដែងក្នុងនីតិកាលទី5នៃរដ្ឋសភានេះរាជរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់បន្ថែមទៀត
ដើម្បីជួយដល់បងប្អូនជនពិការដោយបានបន្តអនុវត្តគោលនយោបាយជាតិចំពោះជនពិការតាមរយៈការបង្កើតក្រុមប្រឹក្សាសកម្មភាពជនពិការការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិនិងសុខុមាលភាពជនពិការស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការព្រមទាំងពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃសេវារបស់មូលនិធិជនពិការក្នុងស្មារតីដែលបានលើកឡើងខាងលើនេះក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមសម្ដែងនូវការគាំទ្រចំពោះសកម្មភាពទាំងឡាយដែលកំពុងអនុវត្តនៅលើទឹកដីកម្ពុជាក្នុងទិសដៅដោះស្រាយតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ជនពិការឲ្យបានជាផលប្រយោជន៍ដល់ជនពិការគ្រប់សញ្ជាតិគ្រប់ពណ៌សម្បុរដែលកំពុងរស់នៅលើទឹកដីនៃប្រជាណាចក្រកម្ពុជាទន្ទឹមនេះកម្ពុជានៅតែគាំទ្រនិងជំរុញដល់ការអនុវត្តអនុសញ្ញាអូតាវ៉ាស្តីពីការហាម5ការប្រើប្រាស់ការរក្សាទុកការផលិតការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សនិងការបំផ្លាញគ្រាប់មីនការអនុវត្តក្របខ័ណ្ឌការងារទស្សវត្សប៊ីវ៉ាកូនិងប៊ីវ៉ាកូបូក5ទស្សវត្សថ្មីស្តីទស្សវត្សថ្មីនៃជនពិការប្រចាំអាស៊ីប៉ាស៊ីហ្វិកផែនការយុទ្ធសាស្ត្រអ៊ីឈុនធ្វើឲ្យសិទ្ធិខ្លាយជាការពិតសម្រាប់ជនពិការឆ្នាំ2013-2022និងអនុសញ្ញាស្តីពីសិទ្ធិជនពិការជារួមបណ្ដាចំណុចទាំងនេះបានបង្ហាញពីឆន្ទៈយ៉ាងមោះមុតរបស់កម្ពុជាក្នុងការបង្ការពិការភាពការការពារសិទ្ធិជនពិការនិងការលើកកម្ពស់សុខុមាលភាពជនពិការដោយយល់ឃើញយ៉ាងច្បាស់ថាបងប្អូនជនពិការគឺទទួលផលវិបាកទាំងផ្លូវកាយនិងផ្លូវចិត្តដែលចាំបាច់ត្រូវមានកិច្ចសម្បទានមួយពិសេសនានាដើម្បីធ្វើឲ្យពួកគាត់អាចរស់នៅក្នុងសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិអាយដាមលោកជំទាវអស់លោកស្រីបងប្អូនជនពិការជាទីស្រឡាញ់ចំពោះមុខនេះរាជរដ្ឋាភិបាលបានបង្កើតយន្តការថ្នាក់ជាតិនិងស្ថាប័នសាធារណៈដើម្បីសម្របសម្រួលនិងអនុវត្តលើការងារវិស័យពិការភាពដែលយន្តការទាំងនេះមិនត្រឹមតែបានបង្កលក្ខខណ្ឌងាយស្រួលនិងឱកាសជាច្រើនដល់បងប្អូនជនពិការប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានចូលរួមចំណែកដល់ការធានាគោរពសិទ្ធិជាមូលដ្ឋាននិងការលុបបំបាត់ការរើសអើងដល់បងប្អូនជនពិការព្រមទាំងបានធ្វើឲ្យបងប្អូនជនពិការឈរដោយស្មារតីភាពនិងស្មារតីសិទ្ធិនៅក្នុងសង្គមទៀតផងលើកពីនេះទៀតការអនុវត្តអត្រាជនពិការចូលបម្រើការងារតាមក្រសួងស្ថាប័នរដ្ឋឆ្នាំ2011-2012ចំនួន32ក្រសួងស្ថាប័នមានជនពិការបានចូលបម្រើការងារចំនួន1468នាក់ទន្ទឹមនេះបងប្អូនជនពិការត្រូវបានផ្ដល់អាទិភាពក្នុងការផ្ដល់ដីសម្បត្តិសង្គមគិច្ចសម្រាប់សាងសង់លំនៅឋានធ្វើអាជីវកម្មកសិកម្មជាលក្ខណៈគ្រួសារជាក់ស្ដែងរាជរដ្ឋាភិបាលបានផ្ដល់កម្មសិទ្ធិដីធ្លីនិងបានកសាងលំនៅឋានជូនជនពិការរាប់ពាន់គ្រួសារនៅត្រកែនកោះស្លាតំបន់អភិវឌ្ឍជនពិការ317នៅភ្នំកលេតខេត្តសៀមរាបនិងនៅភ្នំឆាត់ខេត្តបន្ទាយមានជ័យជាដើមជាការពិតការផ្ដល់ដីសម្បត្តិសង្គមគិច្ចនេះមិនត្រឹមតែជាការឆ្លើយតបបានទៅនឹងគោលដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចប៉ុណ្ណោះទេប៉ុន្តែគឺជាការបង្កើតបណ្ដាញសុវត្ថិភាពសង្គមនិងការរួមវិភាគទានប្រកបដោយផលិតភាពនៅក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិទៀតផង
ដោយឡែកយើងក៏បានផ្ដល់សេវាស្ដារលទ្ធភាពពលកម្មនៅតាមសហគមន៍នានាដើម្បីចូលរួមចំណែកជួយដល់ជនពិការលើកកម្ពស់ជីវភាពការអប់រំការព្យាបាលការស្ដារលទ្ធភាពពលកម្មកាយសម្បត្តិការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងមុខរបរជាពិសេសសម្រាប់ជនពិការកថ្លង់ហើយជនពិការភ្នែកក៏ត្រូវបានអភិវឌ្ឍផងដែរក្នុងនោះអក្សរស្ទាបភាសាសញ្ញាសម្រាប់ជនពិការភ្នែកកថ្លង់ត្រូវបានបង្កើតឡើងដោយដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៃវិស័យអប់រំបញ្ចូលទៅក្នុងផ្នែកព័ត៌មានវិទ្យានិងតាមស្ថាប័នទូរទស្សន៍នានាដើម្បីបម្រើឲ្យការផ្ដល់ព័ត៌មានជូនជនពិការកាន់តែទូលំទូលាយទន្ទឹមនេះកុមារពិការក៏បានទទួលឱកាសច្រើនក្នុងការសិក្សាអប់រំនៅតាមសាលាសាធារណៈដោយមិនមានការរើសអើងអគារសិក្សាមួយចំនួនត្រូវបានរៀបចំឲ្យមានជម្រាលសម្រាប់សិស្សពិការហើយមជ្ឈមណ្ឌលនិងសាលាសម្រាប់កុមារពិការភ្នែកកថ្លង់ត្រូវទទួលបាននៅតម្រូវការខាងជីវភាពរស់នៅនិងការសិក្សាអប់រំរហូតដល់កម្រិតឧត្តមសិក្សាឯកឧត្តមលោកជំទាវអស់លោកស្រីអនុញ្ញាតឲ្យខ្ញុំបានយកឱកាសនេះដើម្បីបញ្ជាក់បន្ថែមទាក់ទិនជាមួយនឹងបញ្ហាអក្សរស្ទាបសម្រាប់ជនពិការភ្នែកនិងសញ្ញាសម្រាប់អ្នកកថ្លង់ចំណុចនេះកន្លងទៅយើងបានដោះស្រាយនៅក្របខ័ណ្ឌអង្គការគ្រួសារថ្មីដែលមានមជ្ឈមណ្ឌល2នៅទីក្រុងភ្នំពេញមួយនៅភ្នំពេញថ្មីមួយនៅច្បារអំពៅហើយមួយនៅទីក្រុងកំពង់ចាមនៅខេត្តកំពង់ចាមមួយនៅសៀមរាបនិងមួយនៅឯបាត់ដំបងយើងបានបញ្ចូលនៅគ្រូទាំងឡាយទៅក្នុងក្របខ័ណ្ឌនៃគ្រូបង្រៀនរបស់យើងតាមរយៈបញ្ចូលជាក្របខ័ណ្ឌគ្រូបង្រៀនរបស់ក្រសួងអប់រំយុវជននិងកីឡាយើងបានទទួលយកនៅគ្រូទាំងនេះរួចហើយប៉ុន្តែខ្ញុំសូមស្នើឲ្យក្រសួងអប់រំពិភាក្សាជាមួយនឹងក្រសួងសង្គមគិច្ចអតីតយុវជននិងយុវនីតិសម្បទាដើម្បីពិនិត្យមើលអំពីគ្រូនៅនឹងមជ្ឈមណ្ឌលដទៃទៀតដូចជាអំបញ្ញមិញខ្ញុំបានជួបមួយកណេះថាកំពុងតែធ្វើជាគ្រូភាសាអង់គ្លេសអញ្ចឹងទេដោយសារតែយើងបានកំណត់នៅក្នុងអត្រាជនពិការ 2% សម្រាប់ស្ថាប័នរដ្ឋនិង 1% សម្រាប់វិស័យឯកជនដូច្នេះគឺការទទួលយកគ្រូទាំងនៅក្នុងផ្នែកគ្រួសារថ្មីនិងកន្លែងដទៃទៀតគឺជាតម្រូវការមួយដែលទាមទារអនុវត្តឲ្យបានព្រមគ្នាមិនអាចធ្វើតែអង្គការមួយហើយបោះបង់ចោលអង្គការមួយទេអញ្ចឹងទេគ្រូអាចមានចំនួនបន្ថែមកើនឡើងដែលតាក់ទងជាមួយនឹងការដូចជាធ្វើគ្រូបង្រៀនភាសាអង់គ្លេសបើសិនជាធ្វើគ្រូបង្រៀនភាសាអង់គ្លេសបង្រៀននៅក្នុងមជ្ឈមណ្ឌលពិការនោះអាចនឹងត្រូវបានជ្រើសរើសយកបញ្ចូលក្របខ័ណ្ឌរដ្ឋឯចំពោះប្រាក់បៀវត្សទៀតសោតមួយផ្នែកទទួលប្រាក់បៀវត្សរបស់រដ្ឋនិងមួយផ្នែកទៀតគឺខាងអង្គការក្រៅរដ្ឋាភិបាលនោះគេជួយឧបត្ថម្ភដូចជាក្រុមគ្រួសារដូចជាគ្រូនៃក្រណែនៅក្នុងគ្រួសារអង្គការគ្រួសារថ្មីនេះដែលមួយផ្នែកទទួលបៀវត្សពីថវិការដ្ឋឯមួយផ្នែកទៀតគឺទទួលបានពីការឧបត្ថម្ភនៃអង្គការអញ្ចឹងទេសូមពិនិត្យមិនមែនគ្រាន់ធ្វើត្រឹមតែយើងចាប់ផ្ដើមអនុវត្តនៅអង្គការមួយហៅថាអង្គការគ្រួសារថ្មីដែលមានទីតាំង5កន្លែងភ្នំពេញ2និងបាត់ដំបង1សៀមរាប1និងកំពង់ចាម1ប៉ុន្តែនៅមានអង្គការច្រើនដទៃទៀតដែលមានគ្រូនៅក្នុងនោះអ
chẳng thế cái xuống ông rung dù chuyên năng cái lá tới bị nước mưa ông pi bài nhà năng đã mấy từ thu phụ kế áo khai tới chiếc cru crop khăn đại chôn bom ra áo kế thưa ca nơi tin nu cho có vấn đề kế miên crop khăn ra bỏ rồi vấn đề xong từ thu giấc tới bị nước ở bàn bọt chót chiếc cru bất bạc gọt đã cặp vốn thưa ca nơi tin nu nắng mùi này mùi này tiết tẹt tông chiều mùi nâng bánh nhà há cam vị thi sắc xá đại ban bà cả là người mà hơi cặp vốn tẹt đắc hơi là mọt nâng asos tiệp nâng phía xa xảy nhà chồng nói đi ông ca cru sạt mấy hỏi ai nâng miễn ông ca được thấy tiết bản vứ trâu tay miệng cá tổ tu khó trâu đau của dụng ọp rùm bảo mất đôi cho nó tê nơi phía để ông ca cru sạt mấy còn trả chánh cảnh cả đi với rồi liếc tới tàng cả chạy tranh nhật bỏ ông ca đi tới mở ông dân tê ở đây đại dương ban bằng ca làរួមជាមួយនឹងស្ថាប័នរដ្ឋរបស់យើងបូកជាមួយនឹងអង្គការនានាបង្កើតឡើងនៅអក្សរស្ទាបបូកជាមួយនឹងភាសាសញ្ញានេះត្រូវតែយកមករៀបចំសហការរៀបចំដើម្បីទាញយកបដៅហើយចេញថវិកាដើម្បីចំណាយដូចជាកន្លងទៅខ្ញុំទៅឯអង្គការគ្រួសារថ្មីជាធម្មតាខ្ញុំបានសន្យាជាមួយក្មេងៗថាមួយឆ្នាំខ្ញុំទៅ2 ដងដើម្បីរៀបចំបាយទឹកនិងជួបជុំសម្ដែងសម្ដាលឧបត្ថម្ភសម្រាប់ក្មួយនៅទីក្រុងភ្នំពេញហើយនៅខេត្តកំពង់ចាមប្រគល់ឯកឧត្តមខៀវកញ្ញរិទ្ធខេត្តសៀមរាបទទួលប្រគល់ឯកឧត្តមទាបាញ់ខេត្តបាត់ដំបងទទួលប្រគល់ឯកឧត្តមសខេងអញ្ចឹងទេខ្ញុំមានឱកាសដើម្បីពិភាក្សាជាមួយលោកអាម៉ាំងសុងនឹងដាក់ឈ្មោះដើមពួកគាត់វិញគាត់តែចុងក្រោយឈ្មោះអាម៉ាំងសុងចាំហៅអាម៉ាំងសុងចាំបដ គឺថាគាត់និយាយអំពីបញ្ហាហ្នឹងកាលមុននោះយើងបានទទួលយកដោយសារមានអាដែងនៅផ្នែកបោះពុំអសរស្ទាបយើងបានក្រសួងអប់រំឯកឧត្តមអឹមសុធីក៏បានទទួលយកអាហ្នឹងមកផ្នែកហើយប៉ុន្តែយើងត្រូវធ្វើការច្រើនទៀតដើម្បីឲ្យផ្នែកនៃការបោះពុំនេះវាបានធានានិរន្តរភាពសម្រាប់សិភៅសិក្សារបស់កុមារពីការភ្លេចដែលប្រើប្រាស់អក្សរស្ទាបជាមួយគ្នានោះដែរគឺវាមានបញ្ចូលទៅក្នុងអាដែងកម្មវិធីតេតិនជាមួយនឹងព័ត៌មានវិទ្យាដូចជាអាផ្នែកកុំព្យូទ័រសូមបញ្ជាក់ឯកឧត្តមលោកជំទាវមួយចំនួនមិនដែលប្រហែលជាមិនដែលបានទៅកន្លែងជនពិការភ្នែកទេប្រហែលជាមិនអាចដឹងបានប៉ុន្តែខ្ញុំអាចដឹងបានដោយសារខ្ញុំទៅពិនិត្យស្រាវជ្រាវមើលកុំបងប្អូននេះណាមួយចំនួនចេះកុំព្យូទ័រលើអ្នកនៅគឺខាងលើនេះអ្នកនៅខាងលើអត់ចេះចុចកុំព្យូទ័រទេចេះអត់ចេញទេប៉ុន្តែបងប្អូនជនពិការចុចកុំព្យូទ័រចេញចឹងមិនប្រកាសតែអ្នកមានភ្នែកទាំងគូអាចចុចកុំព្យូទ័របានទេប៉ុន្តែហើយក៏មិនប្រកាសថាអ្នកដែលអត់ដែលពិការភ្នែកទាំងពីរมันអាចចុចកុំព្យូទ័របានទេមានកុំព្យូទ័រសម្រាប់រៀនរបស់ជនពិការភ្នែកបើសិនជាយើងអាចស្វែងយល់បញ្ហាហ្នឹងយើងកាន់តែឲ្យតម្លៃហើយយើងកាន់តែសកម្មនៅក្នុងការជំរុញអំពីបញ្ហាពិការភាពនេះក្មួយនាងសរិទ្ធមិនដឹងថាថ្ងៃនេះមកឲ្យអត់បាទថ្ងៃហ្នឹងច្រៀងចប៉ីឲ្យគេស្ដាប់ផងឮថានេះផងមានយកចប៉ីមកអត់សរិទ្ធហើយចូលហៅចប៉ីនៅហ្នឹងគឺឡើងយើងអ្នកដេញច្រៀងចប៉ីស្រាប់ហើយកែងបន្ទាប់ពីហ្នឹងទៅសម្ដែងសិល្បៈហៅចប៉ីឲ្យដេញទៅច្រៀងចប៉ីទៅណានឹងជាលេខាក្រុមលេខារបស់ខ្ញុំឥឡូវនៅវិទ្យុរបស់ណែបាទ
សំណាងមកដែរសំណាងមកទៅពីនេះហើយនឹងណែសៀនវិបុត្រនៅទីស្តីការគណៈរដ្ឋមន្ត្រីសៀនវិបុត្រនេះណាគឺជាប់បរិញ្ញាហើយទៅរៀននៅសាលាភូមិន្ទរដ្ឋបាលឥឡូវនៅប្រតិកម្មរហ័សមិនត្រឹមតែអាចវាយកុំព្យូទ័របានវាយបានគ្រាន់តែវាយធម្មតាតែសេអត្ថបទអ្នកអាននៅលើទូរទស្សន៍និងវិទ្យុខ្លះនៃវត្តរដ្ឋាភិបាលគឺគាត់អ្នកសរសេរណាអាហ្នឹងហើយមុនហ្នឹងគឺខ្ញុំសារលបងឆ្នាំទៅនោះឆ្នាំហ្នឹងតែម្ដងកាលដែលយើងជួបជុំគ្នាកាលខែមេសានោះខ្ញុំចង់ឲ្យគាត់ចុចកុំព្យូទ័រដើម្បីឲ្យខ្ញុំមើលគាត់បើកមកគាត់ចុចហើយចំចំសាកល្បងអាលបាមួយគឺរឿងភាគនិទានហ្នឹងគាត់ចុចរកភាគនិទានណាដល់ខ្ញុំថាខ្ញុំចង់ស្ដាប់ភាគទី72គាត់ចុចយកភ្លាមបើសិនជាយើងត្រូវប្រើពេលទៀតប៉ុន្តែសម្រាប់គាត់វិធីស្ទាបបត់ចុចចេញអាភាគទី72មករបស់ព្រោះអាហ្នឹងវាមាន78ភាគរឿងហ្នឹងអញ្ចឹងទេបាទអាហ្នឹងគេមានប្រូក្រាមរបស់គេមានអាណាចុចអាណាគេមានដាក់នៅលើអារែងសញ្ញាអារែងស្អីអារែង keyboard អញ្ចឹងគេយើងជួនកាលអន់ជាងគួរពិការហ្នឹងអា keyboard ហ្នឹងគឺគេដាក់ទៅគេមានសញ្ញាគេចុចចេញមកអញ្ចឹងទេបញ្ហានេះក្រសួងអប់រំយុវជននិងកីឡាត្រូវតែចាប់ផ្ដើមច្បាមបញ្ហានេះដើម្បីយើងចំណាយថវិកាហើយកាត់បន្ថយព្រោះអង្គការដូចគ្រួសារថ្មីអីគាត់ដើរទៅរកលុយសុំគេមកដើម្បីបង្កើតបានអាហ្នឹងហើយអាហ្នឹងបើសិនជារលាយទៅតាមគាត់ចាក់ចេញឬគាត់មានបញ្ហាអីទៅគឺគាត់ចាក់ចេញអាហ្នឹងបាត់បង់គឺមិនបានទេឥឡូវកម្មវិធីនេះបានបញ្ចូលទៅក្នុងបណ្ដាសាកលវិទ្យាល័យបានបញ្ចូលទៅក្នុងសាលាហើយអញ្ចឹងទេក្រសួងអប់រំយុវជនទៅកីឡាត្រូវចាប់យកអាហ្នឹងមកបែបទៅចំពោះភាសាសញ្ញាដែលនោះកំពុងតែធ្វើការបកប្រែនោះណាកំពុងធ្វើការបកប្រែធ្វើដៃធ្វើជើងភាសានេះចាំបាច់ត្រូវតែធ្វើគេថាឯកភាពវូបនីយកម្មទាំងភាសាទាំងអក្សរស្ទាបប្រហែលជាអក្សរស្ទាបប្រហែលជាមិនពិបាកទេដោយសារតែរកឃើញទៅគឺมันមានច្រើនប្រភេទទេប៉ុន្តែអារឿងបញ្ហាភាសាគោលសញ្ញាអាចនឹងមានការប្រើខុសគ្នាអញ្ចឹងទេគួររកឲ្យមានវិធីឯកភាពគេថាធ្វើឯកភាពកម្មឯកភាពពីវូបនីយកម្មនៃភាសាគោលភាសាសញ្ញារួចហើយត្រូវដំឡើងអាស្ថានភាពនេះដើម្បីឲ្យคล้ายទៅជាបែបបទមួយសម្រាប់ធ្វើជាសញ្ញាព្រោះខ្ញុំហាក់ដូចជាបានសង្កេតថាមានការប្រើប្រាស់ផ្លែកគ្រាបន្តិចពីចំណុចមួយទៅចំណុចមួយហើយអាចនៅតាមគ្រួសារជាទម្លាប់ដូចជានៅពេលដែលខ្ញុំទៅជួបក្មេងៗខ្ញុំតែខ្ញុំនៅចាំបានតែ2ទេ3ដែរអាមួយឆ្ងាញ់គឺធ្វើដៃចេះចឹងអាហ្នឹងឆ្ងាញ់ហ៎មើលដល់គ្រូឆ្ងាញ់គេធ្វើចឹងហ្នឹងឆ្ងាញ់អាហ្នឹងឆ្ងាញ់ហ៎មហូបហ្នឹងសួរតែឆ្ងាញ់អត់ធ្វើដៃចឹងគេថាឆ្ងាញ់ហ៎គេធ្វើដៃចឹងទាំងអស់គ្នាហើយដល់ថាឆ្អែតគេធ្វើដៃចេះដល់ទៅហ្នឹងអាហ្នឹងគឺឆ្អែតហើយណាដល់អាប្រឹងរៀនគេធ្វើដៃចេះខ្លះគេធ្វើដៃចេះប្រឹងរៀនគេធ្វើដៃចេះហើយជួនកាលគេធ្វើចេះទៅវិញណាចេះណាប្រឹងរៀនណាហើយប្រឹងរៀនគេធ្វើដូចដៃអាមូលក្រាមម៉ូតូណាអញ្ចឹងទេប៉ុន្តែដល់ពេលហាក់ដូចជាមានការខុសគ្នាខ្លះអញ្ចឹងទេយើងត្រូវធ្វើគឺថាឯកភាពវូបនីយកម្មនៃ
ភាសាសញ្ញាហើយអាចនឹងបោះពុំចេញដើម្បីឲ្យដឹងថាសញ្ញាបែបណាគឺស្អីព្រោះបញ្ហានេះយើងអត់ត្រូវភ្លេចទេអត់ត្រូវភ្លេចថាមិនមែនគ្រាន់តែជាសញ្ញាតាក់ទងរវាងជនកោថ្លង់និងជនកោថ្លង់ជាមួយគ្នាទេយើងត្រូវដឹងឲ្យច្បាស់ថាជនកោថ្លង់ត្រូវការតាក់ទងជាមួយតំណែងតំណងជាមួយនឹងជនដែលមិនពិការមិនកោថ្លង់ឯអ្នកមិនកោថ្លង់ក៏ត្រូវមានតំណែងតំណងជាមួយនឹងអ្នកកោថ្លង់ដែរដូច្នេះមិនត្រឹមតែចេះអ្នកសម្រាប់អ្នកដែលកោថ្លង់ទេប៉ុន្តែអ្នកដែលមិនកោថ្លង់ក៏គួរតែចេះខ្លះដែរបើមិនបានចេះទាំងអស់ព្រោះឥឡូវយើងទៅជួបយើងសួរឈ្មោះអីយើងថាម៉េចសួរថានៅឯណាយើងថាម៉េចយើងវាអត់ដឹងបើសិនជាយើងដឹងយើងអាចនិយាយបានហើយទៅដោយសារតែរៀបបាយឲ្យក្មេងៗសួរឆ្ងាញ់យ៉ាងអត់ដឹងភាសាម៉េចយ៉ាងបដៅក្មេងៗប្រាប់ចាំរហូតចឹងមកហើយដល់ថាឆ្អែតគឺធ្វើពីក្រោមឡើងលើជាមកដល់បើថាគេទៅបានគេស៊ីមិនតាន់ឆ្អែតគេធ្វើទៅប៉ុណ្ណេះតែដល់ឆ្អែតហើយគេធ្វើប៉ុណ្ណេះអញ្ចឹងទេបញ្ហានេះយើងក៏ត្រូវមានវិធីមួយដើម្បីធ្វើឲ្យឯកភាពហើយផ្ដល់សញ្ញានេះសម្រាប់ទំនាក់ទំនងក្នុងនឹងមានការប្រើប្រាស់នៅការផ្ដល់សញ្ញាព័ត៌មានតាមរយៈកញ្ចក់ទូរទស្សន៍នានាផងដែរខ្ញុំគិតថាបណ្ដាទូរទស្សន៍នានាដើម្បីជួយផ្សព្វផ្សាយព័ត៌មានឲ្យបងប្អូនជនពិការកោថ្លង់របស់យើងអាចនឹងទទួលបាននៅព័ត៌មានមិនគួរកំណាញ់នឹងការទទួលគេហៅទទួលយកមកធ្វើការគេហៅធ្វើការតាមម៉ោងនៅក្នុងកម្មវិធីនៃព័ត៌មានរបស់ខ្លួនទេបើសិនមិនបានធ្វើរៀងរាល់ពេលវេលាព័ត៌មានហើយណាស់សរុបព័ត៌មានប្រចាំសប្តាហ៍គួរត្រូវបានធ្វើបើមិនបានព័ត៌មានដូចថាព័ត៌មានសំខាន់ក្នុងច្រើនតែព័ត៌មានពេលម៉ោង7យប់ឬម៉ោង12ថ្ងៃត្រង់បើមិនបានធ្វើអាហ្នឹងទេគឺប្រចាំសប្តាហ៍អាហ្នឹងក៏ជាការដោះស្រាយបញ្ហាមួយមិនគ្រាន់តែជាបញ្ហាការងារធ្វើរបស់លោកគ្រូអ្នកខាងបកប្រែទេប៉ុន្តែគឺជាបញ្ហាសម្រាប់ជនកោថ្លង់ដែលត្រូវការព័ត៌មានអាហ្នឹងជាបញ្ហាដែលខ្ញុំសូមនិយាយបន្ថែមតាក់ទងនឹងបញ្ហាហ្នឹងដែលយើងគួរដោះស្រាយហើយមិនមែនគួរទេត្រូវធ្វើក្រសួងអប់រំយុវជនកីឡាត្រូវបញ្ចូលគ្រូទាំងឡាយដែលនៅតាមបណ្ដាអង្គការមកបញ្ចូលនៅក្នុងក្របខ័ណ្ឌគ្រូបង្រៀនបន្ថែមកាលពីអាណត្តិទី4អនុញ្ញាតឲ្យរើសគ្រូក្នុងមួយឆ្នាំ5000នាក់ប៉ុន្តែចាប់ពីឆ្នាំ2014ទៅដោយសារតែថវិកាជាតិបានអនុម័តហើយអញ្ចឹងទេបានឲ្យក្រសួងអប់រំយុវជនកីឡារើស6000នាក់សម្រាប់ឆ្នាំ2014នឹងអាចដល់ឆ្នាំ2015ទៅអាចរើសមួយឆ្នាំដល់ទៅ7000នាក់សម្រាប់វិស័យគ្រូព្រោះការអប់រំវាស្ថិតនៅក្នុងលំដាប់អធិភាពរបស់យើងដែលយើងត្រូវផ្ដល់គ្រូឲ្យបានគ្រប់គ្រាន់ប៉ុន្តែកន្លងទៅក្រសួងអប់រំយុវជននិងកីឡាបានស្នើសុំមកក្រោយពេលច្បាប់ថវិកាត្រូវបានអនុម័តអញ្ចឹងទេយើងឲ្យបន្ថែមត្រឹមតែ1000នាក់គឺបូកសរុបទៅ6000នាក់ហើយខ្ញុំគិតថាគ្រូដែលនឹងត្រូវបញ្ចូលក៏មិនមានចំនួនច្រើនដែរនៅក្នុងអង្គការជនពិការនានានៅតាមមជ្ឈមណ្ឌលនានានោះអញ្ចឹងទេគឺ
กระทรวงสังคมมาใกล้นั่งกระทรวงอบรมยุวชนนั่งไกลล้าสาการเครียดเวอร์ใกล้กลางเนี่ยนะผ่อนท้ายข้างกระทรวงอบรมหักโดยจิตใจตัวก็เต้าชาติเจียงวยตัวยกครูปีตัวยกการปฏิสักษาดาบใบยกมาเธอแต่การไทยต้อมอาเปรย์นั่งจมรุ่งการสลายชีวิตปัจจัยที่จมุ้ยนั่งอังการได้บ้านเชื่อได้กูระบายอยู่อะไรซาละบองไต่เตี้ยซาละบองจูบในเนียงเสด็จเอาเนียงเสด็จใจคอมพิวเตอร์ไอ้มือเนียงเสด็จโยคอมพิวเตอร์มาอ่ะเสด็จโยมาอ่ะทำไมจ๊ะฮะอัดโยมาเลยlấy cái bông riêng bà nhà bạn vô bà nhà bắt chọn phu nó cho bà nhà bắt hơi vô bà nhà bắt chọn phu thiết ai cầm chung tơ ai vay ai riêng rồi cái lấy ra làm ba yêu phiền đi tiến mơ nâng đánh chương sự rất thầm hạnh là bong ấy là banh là bong bà nhà nó kê rô bà mà tất đồm kênh kê tha rút cái chiết ấy đã sả bài chuyện kì bộ con đã căn chia bị thi co một chút kháng tầm nẹ tầm nông ấy cầm san cho mùi nâng sả bài cho mùi bị chút chút vì đám công ăn ca kê nâng á kê bà ca vật trụ mùi chuôn bị ca bản đấy đã xong lui kê đi hỏi từ chua là bò kê vô phá và ngày muối tu si thì ăn CNC sai ở pi rương đó trong cả chạp u vật thóm đọc liền đi được mặc hài đào xong rồi kia vô mà và cao ban vật trụ ở cày nó đã bay vào ba tu ao vật trụ bà doán và cao ekip ao muối tinh kêu bột bẹ say ao từ nơi bài sàn đi nó còn thấy cái nên sàn đi ai kia bao cây muối cái tha rốc cái chiết ấy đãสบายchưa kì mơ côn cả đây slide mơ say còn tha rút cái chiếc đã sờ bài chưa kế cổ sao lộn chẳng à của ngày nóng dưới mau xuống không vừa một đạch nhà đây còn mình tâm được đạn sầm đua nâng chùm môi nâng ở đây tên thấy chuôn nó bỏ con đã tu sắp su con trong một chui ná còn mà đã ơi nó vô ròn rồi phải lòi mình chỉnh rồi ấy con su thế nó thà sắt ấy để cao tục trường kỳ đó rồi ấy còn thật cho ấy cho sao trong có bị ca đây mà khang đây mà từ mà khang tiết cứ ao giờ rất nghĩ nói phần này hiện với một trái tế của sự nhiên là bỏ một nước cứ khóc kia nè khóc kia bộ giống bị ca là mà khang nơi so mà khang còn bằng bàn chân tới vấn đề họ là mà khang tiết cứ thá ọt thời cà phê ban thơm này gì ai đó lúc chúng tiêu ở lúc sậy bong bồn chun bị ca chết tí giờ nàyเปิดหน้าถ่ายเยื้องสำรักบ้านในสมบัติพออย่างท่องเที่ยวเลวิไซสกกับเพียบชวนพิการก่อปัจจัยบองโปนชวนพิการในแต่เมียนอุปสรรคชิชรานติดได้เยื้องเตยแต่ยกเจ็ดตุกดักดอสไลปัญหาต่างนู้เชี่ยบรรทอติดขนมนู้ร่วมเมียนตีมวยอุปสรรคในปริธานรูปวัตได้เยื้องเตยปึงเรื่องเซวาสนาลัตเพียบพลกรรมกายสามปฏิบัติแทนทิศดามใบทั่วอ้อยบองปนจุนพิการตะตัวบ้านอุปกรณ์ตรงเรียงกายเสวาสกเพียบกาบเชี่ยบาลโดยจารณะตามดำเริกาประกอบโดยผ้าสกเพียบเจ้ามวยนี่ยังตระกัดกูดอการเรียบจอมมาโจบาย
ការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការចេញចូលតាមទីកន្លែងសាធារណៈរបស់រដ្ឋនិងឯកជនទាំងមធ្យោបាយដឹកជញ្ជូនកន្លែងធ្វើការផ្លូវថ្នល់កន្លែងលំហែកាយគ្រឹះស្ថានអប់រំសណ្ឋាគារមន្ទីរពេទ្យដោយរៀបចំឲ្យមានជំរាបឧបករណ៍ធ្នាក់ដៃនៅតាមបន្ទប់ទឹកការដាក់ផ្លាកសញ្ញាគំនូសសញ្ញានិងសម្លេងសញ្ញាជាដើមទី2ឧបសគ្គក្នុងការទំនាក់ទំនងដែលយើងត្រូវតែគិតគូរអំពីលទ្ធភាពដើម្បីឲ្យជនពិការនិងជនពិការកោថ្លង់អាចធ្វើទំនាក់ទំនងនិងទទួលបានព័ត៌មាននានាក្នុងសង្គមព្រមទាំងទទួលបានការអប់រំនិងបណ្ដុះបណ្ដាលមុខជំនាញដោយពង្រីកសេវាអក្សរស្ទាបនិងភាសាសាមញ្ញនៅតាមគ្រឹះស្ថានអប់រំនិងបណ្ដុះបណ្ដាលដើម្បីធ្វើការផ្សព្វផ្សាយភាសាសញ្ញាតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនិងឯកជនព្រមទាំងពង្រីកលទ្ធភាពប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យាដល់ជនពិការចំណុចនេះខ្ញុំបាននិយាយអំបញ្ញមិញនៅខាងលើហើយប៉ុន្តែនៅខាងក្រោមនេះមានអនុសាសន៍ជាលិលាក់អក្សរថែមទៀតដែលត្រូវផ្ដល់នៅបញ្ហានេះព្រោះតំណាក់តំណងយើងត្រូវឃើញតំណាក់តំណងទូលំទូលាយណាហើយជួនកាលមានពេលខ្លះប្តីគោប្រពន្ធអត់គោទេអញ្ចឹងសញ្ញោគ្នាថាម៉េចវាតល់តែប្តីហ្នឹងតល់តែប្រពន្ធហ្នឹងគឺថាចេះភាសាហ្នឹងដែរជួនកាលប្រពន្ធគោប្តីអត់គោប្តីគោប្រពន្ធអត់គោអាហ្នឹងតំណាក់តំណងគ្នាយ៉ាងម៉េចណាបងស្រឡាញ់អូនណាស់ធ្វើដៃម៉េចអាហ្នឹងណាសុទ្ធតែជាបញ្ហាហើយណាហើយបើសិនជាយើងអាចដឹងបានរឿងហ្នឹងអស់ហ្នឹងគឺថាយើងស្រួលគាត់ចង់និយាយអីគ្នានោះគាត់ពិភាក្សារឿងអីព្រោះស៊ីបានគេថាម៉េចណាទី3ឧបសគ្គពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់ដែលយើងត្រូវគោរពនិងអនុវត្តឲ្យបានម៉ឺងម៉ាត់នៅច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការដែលជាច្បាប់ដ៏សំខាន់សម្ដៅការពារសិទ្ធិសេរីភាពនិងផលប្រយោជន៍របស់ជនពិការកាត់បន្ថយនិងលុបបំបាត់ការរើសអើងជនពិការនិងការស្ដារលទ្ធភាពពលកម្មកាយសម្បទាសតិបញ្ញានិងវិជ្ជាជីវៈដើម្បីធានាលទ្ធភាពក្នុងការចូលរួមដ៏ពេញលេញនិងស្មើភាពនៃជនពិការក្នុងសកម្មភាពនានារបស់សង្គមក្នុងនោះក៏ត្រូវបន្តជំរុញការរៀបចំកសាងលិខិតបទកថាគតិយុត្តទាក់ទងនឹងច្បាប់ស្តីពីការកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការដោយជាការរៀបចំអនុក្រឹត្យសារាចរណ៍ណែនាំប្រកាសអន្តរក្រសួងដើម្បីជំរុញអនុវត្តការអនុវត្តច្បាប់ឲ្យទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់តាមរយៈនេះខ្ញុំយល់ថាច្បាប់និងបទកថាគតិយុត្តទាំងនោះនឹងក្លាយជាសេវាកម្មជនពិការដែលពីមុនមានចរិតមនុស្សធម៌ភាគច្រើនទៅជាសេវាដែលមានចរិតជាប្រព័ន្ធធានារ៉ាប់រងសង្គមសម្រាប់ជនពិការដែលអាចជួយពង្រឹងស្មារតីម្ចាស់ការនិងសមត្ថភាពរបស់ជនពិការនិងអាចជំរុញល្បឿននៃការធ្វើសមាហរណកម្មជនពិការទៅក្នុងសង្គមដោយគ្មានឧបសគ្គរារាំងទន្ទឹមនេះខ្ញុំសូមរំលឹកដល់ក្រសួងស្ថាប័នរដ្ឋនិងវិស័យឯកជនត្រូវអនុវត្តការជ្រើសរើសជនពិការចូលបម្រើការងារតាមក្រសួងស្ថាប័ននិងក្រុមហ៊ុននីមួយៗតាមការកំណត់ក្នុងរយៈពេល3ឆ្នាំដើម្បីជ្រើសរើសជនពិការឲ្យគ្រប់ចំនួន 2% សម្រាប់ក្រសួងស្ថាប័នរដ្ឋនិង 1% សម្រាប់វិស័យឯកជន
ក្នុងចំណុចនេះខ្ញុំចង់សង្កត់ធ្ងន់បន្តិចកន្លងទៅនេះការអនុវត្តសកម្មភាពជនពិការមួយផ្នែកនោះយើងធ្វើតាមសេវាតាមបែបចរិតមនុស្សធម៌ច្រើនការធ្វើសេវាតាមបែបចរិតមនុស្សធម៌នេះគឺពុំមាននិរន្តរភាពគ្រប់គ្រាន់ទេដូច្នេះត្រូវធ្វើឲ្យសេវាដែលតកតងនឹងការទទួលខុសត្រូវធានារ៉ាប់រងសង្គមសម្រាប់ជនពិការឲ្យបានដើម្បីនៅពេលដែលសេវាគេហៅថាផ្នែកជំនួយមនុស្សធម៌នឹងត្រូវបានកាត់បន្ថយសេវារ៉ាប់រងសង្គមពីឋានៈពីស្ថាប័នរដ្ឋគឺត្រូវបានជំនួយអញ្ចឹងទេបានជាខ្ញុំផ្ដល់នៅបញ្ហាពាក់ព័ន្ធជាមួយនឹងបញ្ហាការទទួលគ្រូនិងបញ្ហាទាំងឡាយរាប់ទាំងបញ្ហាមួយចំនួនផ្សេងទៀតដែលមុននេះមានចរិតមនុស្សធម៌ច្រើនឲ្យទៅជាចរិតធានារ៉ាប់រងសង្គមសម្រាប់ជនពិការជាប្រព័ន្ធតែប្រហែលជាប្រព័ន្ធទី4ឧបសគ្គពាក់ព័ន្ធនឹងអាកប្បកិរិយាក្នុងសង្គមដែលយើងត្រូវជំរុញការផ្សព្វផ្សាយការយល់ដឹងអំពីបញ្ហាពិការភាពដល់សហគមន៍ដើម្បីបន្តទប់ស្កាត់កាត់បន្ថយនិងលុបបំបាត់ជាបណ្ដានៅរាល់តម្រងនៃការរើសអើងនិងការមាក់ងាយចំពោះជនពិការដើម្បីបំផុសឲ្យមានការចូលរួមជាពហុភាគីក្នុងការលើកកម្ពស់សិទ្ធិជនពិការតាមរយៈការដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងការអភិវឌ្ឍគ្រប់វិស័យក្នុងន័យនេះដោយដែលបានលើកឡើងខាងលើខ្ញុំសូមស្នើដល់ដៃគូអភិវឌ្ឍអង្គការសង្គមស៊ីវិលអង្គការមិនមែនរដ្ឋាភិបាលវិស័យឯកជនសូមយកចិត្តទុកដាក់អនុវត្តការងារពាក់ព័ន្ធពិការភាពឲ្យទទួលបានប្រសិទ្ធភាពខ្ពស់សម្រាប់សង្គមជាតិយើងខ្ញុំជឿជាក់ថាអង្គពិធីនេះនឹងផ្ដល់នូវផ្លែផ្កាដល់បងប្អូនជនពិការពិសេសការបង្កើនការយកចិត្តទុកដាក់គិតគូរពីបញ្ហាពិការភាពការការពារនិងលើកកម្ពស់សិទ្ធិជនពិការការដាក់បញ្ចូលពិការភាពទៅក្នុងការអភិវឌ្ឍគ្រប់រំដាប់ថ្នាក់ឆ្ពោះទៅរកសង្គមមួយសម្រាប់ទាំងអស់គ្នាដើម្បីធ្វើឲ្យសិទ្ធិคล้ายជាការពិតហើយចំណុចមួយខ្ញុំចង់សួរណែយីវាសនាសង្ឃឹមឆ្នាំនេះទៅណែប៉ារ៉ាហ្គេមចឹងសង្ឃឹមមេដាយមាសប្រមាណហ្នឹងបាន2ខ្ទង់ទេមើលទៅបាទព្រោះឆ្នាំនេះគឺអនុក្រឹត្យបានឡើងទាំងអស់ណាពីដើមមេដាយមាសនៅស៊ីហ្គេមត្រឹមតែ26លានរៀលទេឥឡូវឡើង40លានរៀលស៊ីហ្គេមណាទាំងពិការក៏បានដូចគ្នាទាំងអ្នកមិនពិការក៏បានដូចគ្នាឥឡូវឮថាយើងបានមេដាយមាសមេដាយប្រាក់ខ្លះហើយមេដាយសម្រិតខ្លះហើយខ្ញុំក៏ផ្នែកខាងក្រុមតលខ្លួនខ្ញុំនិងគ្រួសារក៏ឡើងដែរប៉ុន្តែអរិញណែកីឡាបាល់ទះរបស់យើងគឺស្ថិតក្នុងចំណាត់ថ្នាក់នៃការប្រកួតថ្នាក់ពិភពលោកតែមកប្រកួតនៅពេញណាមុននោះយើងឡើងដល់ប្រមាណដល់លេខ2មកប៉ុន្តែមកវាយនៅភ្នំពេញ2ដងនៅលេខ4រហូតប៉ុន្តែយ៉ាងណាក៏ដោយយើងបានឆ្លងផុតមកដល់វគ្គប្រាជ្ញព្រាត់ពាក់កណ្ដាលប្រាជ្ញព្រាត់ដែរអញ្ចឹងទេអានឹងជាស្ថានភាពដែលយើងថាមិនត្រូវមើលស្រាលពីការតែខ្លួនប្រាណទេប៉ុន្តែអត់ពីការចិត្តទេនៅសឿងបឿងអញ្ចឹងដែរប្រហែលនៅរស់រវើកយីវាសនាកូនបានហើយហ៎មុននឹងបញ្ចប់ខ្ញុំសូមឧទ្ទិសទិវានេះជាការប្រែក្លាយសេចក្តីឈឺចាប់ដោយសារពិការភាពទៅជាឱកាសមាសនៃការបង្កើនសមត្ថភាពនិងទេពកោសល្យថ្មីការលើកកម្ពស់សិទ្ធិការរឹតចំណងសាមគ្គីភាព
កិច្ចសហការនិងស្មារតីម្ចាស់ការរបស់ជនពិការក្នុងនាមប្រជាជនកម្ពុជាខ្ញុំសូមឆ្លៀតឱកាសនេះជាថ្មីម្ដងទៀតថ្លែងនៅការគាំទ្រចំពោះការបន្តកិច្ចខំប្រឹងប្រែងលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈនិងលើកទឹកចិត្តព្រមទាំងផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់ជនពិការគ្រប់រូបក្នុងនាមជាមនុស្សជាតិនៅទីបញ្ចប់ខ្ញុំសូមប្រកាសបង្កើតជាផ្លូវការនៅក្រុមការងារសកម្មភាពជនពិការតាមក្រសួងស្ថាប័ននិងក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានីខេត្តចាប់ពីពេលនេះតទៅនិងសូមជូនពរដល់ឯកឧត្តមលោកជំទាវលោកស្រីភៀវកិត្តិយសជាតិអន្តរជាតិនិងបងប្អូនជនពិការនិងក្មួយសិស្សានុសិស្សនិស្សិតទាំងអស់សូមប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីគ្រាគេឡើយសូមអរគុណបិទភ្លេចវិញថ្ងៃនេះគឺបងប្អូនជនពិការចូលរួម1500នាក់ឧបត្ថម្ភថវិកាឧបត្ថម្ភអាវយឺតយកទៅពេលហើយនឹងថវិកាអាវយឺតមួយម្នាក់និងថវិកាចំនួន50000រៀលក្នុងម្នាក់ជូនលោកគ្រូអ្នកគ្រូចំនួន50នាក់ក្នុងម្នាក់អាវយឺតចំនួនអាវយឺតមួយថវិកា50000រៀលជូនសិស្សនិស្សិតយុវជនកាយរដ្ឋយុវជនកាកបាទកងកម្ពុជាចំនួន800នាក់ក្នុងម្នាក់ថវិកាចំនួន10000រៀលសូមអរគុណ